សូមជម្រាបសួរម៉ាក់នឹងបងទាំងអស់គ្នាម៉ាក់នឹងបងដឹងដែរឬទេថាម្សៅសម្រាប់យកទៅធ្វើ pancake គឺអាចច្នៃធ្វើជាម្ហូបអាហារឬក៏ជាអាហារសម្រន់សម្រាប់កុមារឬក៏កូនក្មេងបានយ៉ាងច្រើនប្រភេទលើកនេះខ្ញុំសូមបង្ហាញជូនពីការធ្វើនំអាកោចំហុយដែលយើងហៅថា steam cake ដែលប្រើម្សៅសម្រាប់ធ្វើ pancake នេះគឺនឹងខ្ញុំដាក់ blueberry ហើយនឹងចេកទុំហើយនឹងខ្ញុំប្រើម្សៅដែលអត់មានជាតិស្ករម្សៅសាបដែលគេលាយស្រាប់សម្រាប់ធ្វើ pancake តែអត់មានជាតិស្ករទេចាចំណែកឯការលាយម្សៅវិញគឺយើងលាយទៅតាមការណែនាំរបស់កញ្ចប់ម្សៅដែលយើងគ្រាន់តែបន្ថែម blueberry ទៅក្នុងទឹកដោះគោចំនួនទឹកដោះគោដែលក្នុងកញ្ចប់គេណែនាំហើយនឹងដាក់ចេកមួយកំណាត់ហើយនឹងស៊ុតមាន់មួយចាក្នុងនេះគឺនឹងខ្ញុំប្រើម្សៅចំនួន120ក្រាមចំណែកឯចំនួនទឹកដោះគោវិញគឺប្រហែលជា200 ml គឺទៅតាមការណែនាំរបស់កញ្ចប់ម្សៅចាបន្ទាប់ពីលាយម្សៅជាមួយនឹងទឹកដោះគោជាមួយនឹង blueberry កិនជាមួយនឹងចេកដែលកិនជាមួយនឹងសមហើយគឺជាមួយនឹងស៊ុតមាន់លាយចូលគ្នាសព្វហើយគឺនឹងខ្ញុំចាក់ចូលចានមួយសម្រាប់ចំហុយដែលចាននេះគឺនឹងខ្ញុំលាបខ្លាញ់តិចដើម្បីកុំឲ្យជាប់ចាននេះខ្ញុំចំហុយប្រហែលជា45នាទីបន្ទាប់មកយកឈើចាក់ថ្មីចាក់នៅកណ្ដាលនំនេះបើអត់មានជាប់អ្វីនៅឈើចាក់ថ្មីទេគឺនំនេះឆ្អិនហើយចាយ៉ាងណាដែរបងគឺសាមញ្ញនិងងាយស្រួលកុំភ្លេចធ្វើសាកណាសូមអរគុណសូមជម្រាបលា